បាទបងប្អូនថ្ងៃនេះខ្ញុំចង់មានមតិយោបល់ក៏ដូចជាថាចូលរួមទស្សនៈខ្លះជំវិញបញ្ហាថាតើយើងត្រូវធ្វើម៉េចដើម្បីលើកកម្ពស់ទេសចរណ៍របស់យើងហើយអាហ្នឹងខ្ញុំជឿថាវាជាសកម្មភាពដែលយើងគួរតែធ្វើជាហូរហែរហូតទៅបាទហើយខ្ញុំមិននិយាយថាពីមុនឡើងយើងមានបញ្ហាអីទេប៉ុន្តែខ្ញុំនឹងនិយាយពីអ្វីថាយើងគួរតែធ្វើវិញដោយឆ្លងកាត់ការដូចថាអឺការធ្លាប់ការចូលរួមរបស់ខ្ញុំខ្លះកន្លងមកហើយនឹងការថាតាមដានស្រាវជ្រាវអញ្ចឹងហើយខ្ញុំចង់ចូលរួមទស្សនៈខ្លះអឺជាទស្សនៈរបស់ខ្ញុំដើម្បីដែលថាធ្វើឲ្យទេសចរយើងហាក់កាន់តែមានភាពលេចធ្លោអឺខ្ញុំមានពីរចំណុចធំទី1ខ្ញុំសំដៅទៅលើពីរចំណុចដែលយើងអាចតាក់ទាញបានថាធ្វើម៉េចឲ្យទេសចរមកលេងប្រទេសកម្ពុជាយ៉ាងច្រើនសំដៅទៅលើភ្ញៀវទេសចរអន្តរជាតិបងប្អូនបាទចំណុចទី1បាទចំណុចទី1ថាធ្វើម៉េចឲ្យភ្ញៀវទេសចររបស់យើងភ្ញៀវទេសចរអន្តរជាតិចូលមកលេងក៏ដូចជាចូលមកទស្សនាប្រទេសកម្ពុជាយើងបើយើងមើលទៅលើនិន្នាការក្នុងស្រុកយើងវិញមនុស្សតាមដានព័ត៌មានគឺតាមដានពេលណាគឺតាមដាននៅពេលដែលមានព្រឹត្តិការណ៍ឧទាហរណ៍ថារឿងកើតឡើងចំពោះគ្រីស្ទថ្មីហ្នឹងបាទអញ្ចឹងមនុស្សនឹងដាក់ការតាមដានដាក់ការបដោតរបស់គាត់ទៅលើគ្រប់យ៉ាងពាក់ព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធនឹងករណីហ្នឹងថារឿងហ្នឹងវាកើតឡើងដោយសារមូលហេតុអីឥឡូវហ្នឹងដំណើរការដល់ណាហើយដោះស្រាយបែបមិនហើយអញ្ចឹងណាបាទជារួមទៅគឺមនុស្សតាមដានព្រឹត្តិការណ៍បងប្អូនបាទអញ្ចឹងយើងនិយាយឲ្យធំតិចចេញពីសង្គមព័ត៌មានយើងនិយាយមកពីសង្គមទេសចរឬមួយក៏ឧស្សាហកម្មទេសចរឬមួយក៏វិស័យទេសចរវិញខ្ញុំសំដៅទៅលើថាយើងគួរតែមានព្រឹត្តិការណ៍ច្រើនតាមពិតទៅយើងមានព្រឹត្តិការណ៍ធំច្រើនហើយសម្រាប់ប្រទេសកម្ពុជាយើងដែលខ្ញុំជាពលរដ្ឋខ្មែរម្នាក់ជាកូនចៅចំនួនក្រោយម្នាក់ខ្ញុំមានមោទនភាពជាមួយដូនតាដែលគាត់បានបន្សល់នៅកេរដំណែលជាច្រើនណាមិនត្រឹមតែប្រាសាទលើដីទេប៉ុន្តែគាត់មានពិធីបុណ្យប្រពៃណីនឹងវាអស្ចារ្យទៀតបាទអស្ចារ្យថែមទៀតទី1យើងមានបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នៅខែក្រោយនេះហើយបាទជាព្រឹត្តិការណ៍បុណ្យប្រពៃណីដ៏ធំប្រចាំឆ្នាំជាពិធីបុណ្យជាកាលវេលាដែលជួបជុំមិត្តភ័ក្តិបងប្អូនស្រុកកំណើតជាកាលវេលាដ៏មនោរម្យមួយសម្រាប់ខ្ញុំណាកាលពីខ្ញុំនៅជាយុវជនក៏ខ្ញុំមិនដែលមានអារម្មណ៍បែបហ្នឹងដែរប៉ុន្តែនៅដល់វ័យមួយយើងចាប់ផ្ដើមឲ្យតម្លៃទៅលើការជួបជុំមិត្តភ័ក្តិបងប្អូនរឹតចំណងការតាក់ទងរវាងគ្នាអញ្ចឹងណាបាទបើកាលពីយុវជនរបៀបនៃការសប្បាយរបស់យើងគឺបែបផ្សេងចូលចិត្តជួបមិត្តជួបម៉ាក់អីចឹងទៅដល់ពេលដល់វ័យនេះចង់ជួបតែបងប្អូនអីទេមែនទេចង់មានពេលដូចថាតូចតិចតួចនៅអញ្ចឹងនៅអង្គុយចែកលេងញ៉ាំអីតិចតួចប្រាជ្ញប្រូកអញ្ចឹងទៅចង់តែបែបហ្នឹងទេឥឡូវបាទអានេះងាកចេញបន្តិចឥឡូវជាងទាញមកវិញអញ្ចឹងយើងមានព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់យើងដែលមានយ៉ាងទៀងទាត់គឺទី1បុណ្យចូលឆ្នាំដែលកើតឡើងនៅក្នុងខែមេសាទី2បុណ្យភ្ជុំកើតឡើងនៅក្នុងខែ9ខែ10បាទហើយទី3គឺបុណ្យអុំទូកអាហ្នឹងជាបុណ្យប្រពៃណីរបស់យើងណាហើយបុណ្យនៅឯបុណ្យសកលយើងមិនរាប់ចូលទេដោយសារនឹងវាបុណ្យទូទៅអញ្ចឹងគេមិនចាំបាច់មកយើងទេគេនៅប្រទេសគេឬមកក៏គេថាប្រទេសណាក៏មានដូចគ្នាយើងនិយាយតែព្រឹត្តិការណ៍ដែលមានតែយើងជា unique ព្រឹត្តិការណ៍អញ្ចឹងយើងមាន3ហ្នឹងអញ្ចឹង3ហ្នឹងយើងមើលពីបុណ្យចូលឆ្នាំទៅភ្ជុំឡងប្រហែលជា3ខែហើយពីភ្ជុំទៅអុំទូកឡងតែ1ខែទេបាទហើយដល់ពេលវិលពីអុំទូកមកចូលឆ្នាំវិញវាយូរដែរចូល4 5ខែអញ្ចឹងណាអញ្ចឹងជាយោបល់របស់ខ្ញុំយើងគួរតែមានព្រឹត្តិការណ៍ដែលយកមកជួសឬមួយក៏យកមកដាក់បន្ថែមនៅចន្លោះហ្នឹងដើម្បីអូសទាញភ្ញៀវទេសចរឲ្យមកលេងព្រោះថាភ្ញៀវទេសចរប៉ុន្តែក៏យើងបដោតទៅលើ
high season នេះដែរដោយសារតែភ្ញៀវទេសចរគាត់មានការវេលាគាត់ទៅដើរដែរអាហ្នឹងយើងគិតតាមហ្នឹងទៅគាត់ថាអ្នកដើរក៏នៅតាមដើរហ្នឹងខ្ញុំជឿថាអញ្ចឹងពិសេសដូចថាអ្នកចូលនិវត្តន៍អ្នកចាស់អីចឹងណាអ្នកដែលគាត់អត់ធ្វើការជារួមទៅយើងមានព្រឹត្តិការណ៍តែមានព្រឹត្តិការណ៍អមអញ្ចឹងណាបាទព្រោះអញ្ចឹងបានខ្ញុំលើកចំណុចហ្នឹងមកនិយាយដោយសារតែខ្ញុំធ្លាប់ធ្វើបេសកកម្មការងារទៅប្រទេសម៉ាឡេស៊ីហ្នឹងដល់ទៅ3លើកនៅក្នុងបេសកកម្មតែមួយទេគឺបេសកកម្មទេសចររបស់គេនោះឯងមានន័យថាគេយកយើងទៅដើម្បីទៅចូលរួមផ្សព្វផ្សាយពីចំណុចណាមួយនៃវិស័យទេសចររបស់យើងអញ្ចឹងកាលពីឆ្នាំហើយជា2015ខ្ញុំចាប់ច្បាស់ខ្ញុំទៅនោះបានជួបជាមួយយាយគេបានប្រាប់ខ្ញុំថាម៉ាឡេស៊ីនឹងធ្វើបង្កើតព្រឹត្តិការណ៍បាន50ក្នុងមួយឆ្នាំខ្ញុំអត់ដឹងថាខ្ញុំស្ដាប់ច្រឡំមួយក៏គេនិយាយខុសមិនខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគិតថាអត់ច្រឡំទេមួយឆ្នាំ50ព្រឹត្តិការណ៍គឺច្រើនមែនតើណាបងប្អូនមួយឆ្នាំ50ព្រឹត្តិការណ៍វាសឹងថាមួយខែយ៉ាងហោច2មួយខែហោច2បាទហើយកាលនោះខ្ញុំទៅក្នុងព្រឹត្តិការណ៍នៅក្នុងកម្មវិធីពិព័រណ៍ផ្កាកាលនោះមែនទេផ្កាហ្នឹងវាមួយក្នុងយ៉ាងនៅក្នុងគម្រោងពួកគេវាមាន3មានសកម្មភាព3 4ប៉ុន្តែខ្ញុំចាំច្បាស់យ៉ាងទៀតគឺផ្កាពិព័រណ៍ផ្កាបាទហើយផ្សេងទៀតនោះវាជាដូចជាពិធីបុណ្យជាតិគេទេខ្ញុំភ្លេចបាទឥឡូវខ្ញុំនិយាយពីពិធីបុណ្យផ្កាដោយសារតែអាហ្នឹងរៀងថ្មីเป็นពិធីបុណ្យផ្កាពិព័រណ៍ផ្កាហើយការរៀបចំស្តង់អីគឺដូចតែយើងពិព័រណ៍យើងនៅកោះពេជ្រនៅឯណាអីចឹងណាបាទគឺមានប៊ូតមានអីចឹងគាត់ថាគេយើងតាំងផលិតផលគេតាំងពិព័រណ៍ផ្កាបាទអញ្ចឹងសួរអាហ្នឹងជាអ្វីដែលគេបង្កើតថ្មីណាបង្កើតថ្មីវាមានន័យចេះមិនមែនថាបង្កើតហ្នឹងទាញមនុស្សឲ្យមកមើលក្នុងព្រឹត្តិការណ៍ហ្នឹងទេបាទហ្នឹងខ្ញុំត្រឡប់ទៅវិញរឿងដែលថាយើងប្រើបង្កើតព្រឹត្តិការណ៍ក៏ប៉ុន្តែមនុស្សដើរនៅរដូវកាលដែលគេទៅនេរដូវកាលដែលគេវ៉ាកងពីការងារសម្រាប់ពីការងារបានគេដើរហ្នឹងហើយប៉ុន្តែព្រឹត្តិការណ៍ដែលយើងបង្កើតហ្នឹងមានបង្កើតដើម្បីទាញមកចូលព្រឹត្តិការណ៍ហ្នឹងទេប៉ុន្តែបង្កើតព្រឹត្តិការណ៍ដើម្បីឲ្យយើងមានជាបច្ច័យមួយដែលយើងអាចផ្សព្វផ្សាយពីខ្លួនឯងបានអញ្ចឹងណាបាទជាក់ស្ដែងដូចម៉ាឡេអញ្ចឹងគេធ្វើពិធីបុណ្យពិព័រណ៍ផ្កាហ្នឹងគេហៅអ្នកកសែតបរទេសជាច្រើនបាទនៅក្នុងតំបន់អាស៊ានរបស់យើងហ្នឹងមិនមែនថាអាស៊ានទេមានតាំងមកពីអាមេរិកមានតាំងពីអឺរ៉ុបមកទៀតបាទអញ្ចឹងគេបង្កើតអាហ្នឹងដើម្បីគេមានជាកលឹះជាបច្ច័យដែលគេអាចផ្សព្វផ្សាយពីខ្លួនគេបានអញ្ចឹងណាអាហ្នឹងគឺអញ្ចឹងបាទហើយសួរពិព័រណ៍ផ្កាមានស្អីអស់មិនចេះអស់ចាយទេបងប្អូនបាទការក្នុងស្រុកគេខ្លះទៅការនាំចូលខ្លះទៅហើយគេយកមកតម្រៀបធ្វើជាពិព័រណ៍មួយទៅអញ្ចឹងវាទៅជារូបភាពសិល្បៈមួយបាទខ្ញុំនៅឧទាហរណ៍ត្រឡប់ទៅវិញខ្ញុំធ្លាប់និយាយហោហែខ្ញុំមិនដឹងថាមិនទេបងប្អូនខ្ញុំឲ្យតែនិយាយទៅចេះចង់ផ្លត់មាត់អញ្ចឹងណាអញ្ចឹងហើយសូមអធិស្ឋានផងមនុស្សមកលេងផ្កាមិនមែនមកលេងដើមផ្កាទេគឺមកលេងសួនផ្កាណាដូចវត្តពុទ្ធគិរីរបស់យើងមនុស្សទៅលេងវត្តពុទ្ធគិរីដោយសារវត្តពុទ្ធគិរីមានសួននៃព្រះពុទ្ធបដិមាករណាបើសិនជាគ្រាន់តែជាបដិមាករមួយព្រះអង្គវាធម្មតាវត្តណាក៏មានដែរមែនទេណាប៉ុន្តែសរសើរគណៈកម្មការដឹកនាំវត្តដែរដែលគាត់មានគំនិតរាប់ថាជាគំនិតជឿនលឿនមួយដែលគាត់ច្នៃអានឹងចង់និយាយមិនអីទៅច្នៃរូបបដិមាដោយថាចង់និយាយថាជាសម្បត្តិមួយនៅក្នុងវិស័យពុទ្ធសាសនាមកជាចំណុចអូសទាញទេសចរបានអញ្ចឹងណាបាទអញ្ចឹង
nhưng trong vậy chẳng ta mình nuôi men từ lên đẹp phút bạn để mà năng mà ong thì còn thấy đời xa thấy phút bạn để mà năng rip tranh chỉ sun nhầm vậy sun những ai sun sát nó bong bóng đời xa tại vì chỉ tật việc sờ bạc mùi cho nên nhầm vô sun đây đời xa về nhưng asa lư và đọc đi mau pipo ca cái đôi khi nhớ đôi khi dân dân miền xuân ca nơi trong mình rình chỉ thì mình không có những cái miền xuân ca trụ rọt anh đọc lọp từ liền đấy chẳng đôi khi xuân cá việc cá là pi ca mà tồn những đam là lơ đây là không tầm hôm cầm nạt na mùi từ và tranh chỉ xuống mà nơi từ lên xuân đọc pi pipo cá chẳng đôi khi vì kia trăm bạch đám còn đấy cái giúp ca chỉ thô thô cho tầm riệp tam stong đấy chẳng tới với tới chia rút sẽ là phạm mùi anh nó clay bên cầm bài bà hay xua ta cái pi bị bỏ phát ca cái miệng này thiệt ca đây nhưng ta chơi mùi gái cho nó người ta bắt top can tới kia nằng miếng bị thi bón bay chưa thiệt thì thi bón bay chưa mong bồn đang cái thứแบบmà chứ thi bón bay chưa đời xa tại bật ca nó việc toàn ca việc ca đã từ hàng mục giống như ở nơi nóng đắng nhờ đang đà hay còn đang thà thì thưa hay giờ rồi một con phơ đây của du quay tăng trong vì con đập năm đập mùi bong bồn chẳng nhưngสมัยมือปีชั้นแทบโอเคปีสกามปีโอเคเป็นนะเก็บชื่อยิ้มฟื้นะฟื้ไอ้playนะในไทยก็มีการวิธีตำไรตัวบาลตำไรรวมสวาจุบเลี้ยงไอ้สวาไอ้ยังนะอันนั้นสุดท้ายชื่อปฏิการได้ประกาศลังอมชื่อปฏิการได้การลังดำไปชั่วในเวลีได้เลยค่ะประกาศทมพอเชื่อตอนมีนดำไปบ้านchia bạch trái ở xa por mình sập xài và chẳng hay là về cái khơi cái đằng ảo ở Campuchia cái chạm tam Spain vô là ở dương miền ấy chẳng về cái Spain vô cái khơi nha ảo ở dương miền bồn về thì bồn trôi nam cái bồn tụi bay đi đợt thôm mùi cả lần không hai về xa những cái nổ tục nó không schedule về và chẳng cái bị bồn tụi bay đi thông bây giờ nó dương cu tại miền bật cả chu rồi mới có bật thêm ai chạy đây ra bị chạm bị con phải bốn nhầm khơi dương miền bật cả tràn nhầm có sờ bài gì đây không luôn miền thì cam thì nam nhầm nơi ông cô đây miền đầu là bị lược và đây rộp thay chữ bật cả đọt hôm mui mình men chỉ thì bốn chiếc bên đây chữ bật cả bắp thò đọt hôm mui để chưa tha chỉ chấm nói kẹt tiên chỉ chấm nói ổ tiên nhiều thì chó bò tê oi châu một đại ban này và của ta bò tê còn châu chất này chẳng chẳng đời sao đây chỉ riêng đây ngay thì còn ở đây đăng ở đây lư còn mình đây khơi và chỉរួមcòn ô pi ở đây kịp xì bị lay tầm nơm thì chẳng này còn tay riêng ở sờ bạc bọc thoi nó cứ còn ở sờ miền thì chẳng hay còn thời ca tiền chia chấm này ở đó chia chấm này bột thị chia chấm này ở chợ khổ bà ấy cái pi nam như nhâm nơi ông có lòng mà cái dương miền được cam thì rụng lực con cru rụng lực con ông cô cam thì game boy bên bay pon bà game boy bay pon có chữ tất cả đó là o mới đây nhâm có sa tô ấy có lực chất ấy miền sẽ cam một hiệp sẽ điên thiên nâng cao đang bắt to tiếp dương miền này thay dương miền cam thì và thò bỏ chiết hơi trong người ta cam thì của bay ni chỉ bồn chiết hơi nhưng miền cam thì và thò đây dương bạc cát là thay tiệt rồi nam nhâm này cô năng đây lực là này và anh sắp tay chia rừng lỏi ấy và ấy chỉ mùi kia có dương thời tha dương vẽ cát cho nó na đây chia chỉ chụp lại ở bên chụp miên chỉ bành ha để lọp lên lư lòng máu dương từ đó sai trong bàn của tha mình tha dương sọc sai khăng vào panna thì nó về đây dương và là tập ho dương on này sọc sai còn là bán tẹt tiên kia mau còn là cái mau hay gật trụ chất mới dương ở chọp chất mới dương năng khi chụp bành hà thông và về để cái mà đo cái sờ bài chất cái pin chất có cái thứ bên chụp sọc sai đúng không còn tại cái châu moi cái sờ bài chất này chụp bành na môi
có tôi vinh kịp sập sai được nè và hơi bóng phôn ở đằng tha cả sập sai bị bọn từ một mũi vì mình lươn đôi cặp sập sai đam của bọn media có bàn tay miềnประสิทธิภาพchiêng của bọn media này này đời sao tại cặp sập sai chọn từ một emotional ការផ្សព្វផ្សាយពីមាត់មួយខ្ញុំថាពីមនុស្សម្នាក់ទៅមនុស្សម្នាក់វាភ្ជាប់ជាមួយ emotional ភ្ជាប់ជាមួយនឹងតំណែងតំណងអញ្ចឹងបើសិនជាខ្ញុំនិយាយជាមួយមិត្តភ័ក្តិខ្ញុំជាមួយក្រុមគ្រួសារខ្ញុំថាប្រទេសនេះល្អចេះគឺគាត់ជឿជាក់ជាជាងការផ្សព្វផ្សាយដែលយើងធ្វើជា banner ឬមួយក៏ធ្វើជា sport ពាណិជ្ជកម្មដាក់ឲ្យមើលទៀតដោយសារហ្នឹងគេដឹងថាអាហ្នឹងជាការផ្សព្វផ្សាយហើយធម្មតាការផ្សព្វផ្សាយគឺត្រូវលើកកម្ពស់ត្រូវនិយាយល្អអញ្ចឹងប៉ុន្តែអញ្ចឹងមនុស្សដឹងថានឹងជាការជាអួតជាចំណុចអួតមួយប៉ុន្តែអាការដែលមនុស្សម្នាក់ទៅមនុស្សម្នាក់ប្រាប់តគ្នាហ្នឹងគឺចូលទៅក្នុងបេះដូងរបស់មនុស្សបានលឿនមានប្រសិទ្ធភាពជាងខ្លាំងណាស់អានឹងជាទស្សនៈរបស់ខ្ញុំណាបាទអញ្ចឹងយើងបង្កើតព្រឹត្តិការណ៍ច្រើនហើយក៏យើងត្រូវដោះស្រាយបញ្ហាដែលមានកន្លងមកដែលខ្ញុំសូមមិននិយាយទេខ្ញុំជឿថាថ្នាក់ដឹកនាំស្ថាប័នដែលពាក់ព័ន្ធកំពុងតែគិតគូរធ្វើការលើរឿងហ្នឹងហើយបាទហើយមួយទៀតនៅពេលដែលយើងព្រឹត្តិការណ៍ហើយយើងត្រូវធ្វើអីជាបន្តទៀតនៅពេលដែលយើងមានព្រឹត្តិការណ៍ហើយគឺយើងត្រូវពង្រឹងហើយនឹងពង្រីកការផ្សព្វផ្សាយយើងមានពីរចំណុចទី1យើងពង្រឹងការផ្សព្វផ្សាយក្នុងស្រុកយើងលើកទឹកចិត្តឲ្យមានការចូលរួមមកច្រើនព្រោះបច្ចុប្បន្នជាបរិវត្តម្នាក់គឺជាអ្នកផ្សព្វផ្សាយម្នាក់ហើយដោយសារតែយើងមានប្រព័ន្ធ social media ផ្ទាល់ខ្លួនទាំងអស់បាទក្រៅពីហ្នឹងយើងច្បិចទៅលើinfluencer ខ្ញុំឃើញថាឥឡូវនេះយើងរដ្ឋយើងក៏ដូចជាក្រសួងយើងចាប់ផ្ដើមដូចថាយកចិត្តទុកដាក់ជាមួយបងប្អូនដែលជា influencer ហើយមានបងប្អូននេះក៏មានបងដែរបាទខ្លះគាត់បងខ្ញុំដែរបាទអានឹងជាដំណើរការចាប់ផ្ដើមដ៏ល្អមួយហើយបន្តទៀតយើងបង្កើតភាពជិតស្និទ្ធជាមួយបងប្អូនដែលជាអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមហ្នឹងឬមកគេហៅថា influencer ហ្នឹងបាទល្បីព្រោះវាមានច្រើនបាទយើងចាប់តែអ្នកល្បីទៅក៏បានដែរខ្ញុំមិនល្បីមកចាប់ខ្ញុំទេបាទហើយអានេះរឿងក្នុងស្រុកបាទហ្នឹងinfluencer ក្នុងស្រុកហើយទី2ទៀតគឺសារព័ត៌មានក្នុងស្រុកបាទពីរហ្នឹងដល់ពេលយន្តការក្រៅស្រុកវិញក៏ដូចគ្នាគួរចាប់យើងចាប់យកពីរហ្នឹងដូចគ្នាព្រោះនៅពេលបច្ចុប្បន្ននិន្នាការផ្សព្វផ្សាយinfluencer ឬមួយក៏ក្រុមអ្នកផលិតមាតិកាហ្នឹងខ្ញុំគិតថានៅជួបមុខហើយស្ថាប័នសារព័ត៌មាននៅបន្ទាប់ទេអញ្ចឹងណាអញ្ចឹងក្នុងស្រុកក៏យើងធ្វើអញ្ចឹងក្រៅស្រុកក៏យើងធ្វើអញ្ចឹងបាទកន្លងមកយើងធ្លាប់ធ្វើអញ្ចេះតាមតែខ្ញុំដឹងណាដូចមកឧទាហរណ៍ថាយើងមានពិធីបុណ្យអុំទូកអញ្ចឹងយើងធ្វើជា sport ពាណិជ្ជកម្មខ្លីមួយទៅ15វិនាទីអញ្ចឹងយកទៅដាក់នៅ CNN អញ្ចឹងណា CNN ដូចជាបាន30-40ម៉ឺនដុល្លារនោះគាត់តែប៉ុណ្្នឹងបាទអាហ្នឹងដែលយើងធ្វើកន្លងមកហើយយើងរក្សាហ្នឹងទៅហើយយើងបន្ថែមទៀតទៅធ្វើជាមួយ influencer ជាមួយនឹងinfluencer បរទេសបាទនៅពេលបើសិនជាយើងត្រូវការភ្ញៀវទេសចរពីបរទេសយើងត្រូវតែទៅរកអ្នកបង្កើតមាតិកានៅបរទេសយកមកផ្សព្វផ្សាយយើងដូចដែលម៉ាឡេស៊ីគេធ្វើអញ្ចឹងណាគេបង្កើតព្រឹត្តិការណ៍ក្នុងស្រុកមួយគេហៅអ្នកកាសែតពីប្រទេសជាច្រើនកាលនោះមានទាំងអាស៊ីមានទាំងអាហ្វ្រិកមានទាំងអឺរ៉ុបមាននិយាយទៅអាចថាប្រជុំវិញពិភពលោកបាទដើម្បីមកផ្សព្វផ្សាយពីព្រឹត្តិការណ៍របស់គេផ្សព្វផ្សាយពីខ្លួនគេបាទអញ្ចឹងយើងក៏ដូចគ្នាហើយអាយន្តការបែបហ្នឹងនយោបាយបែបហ្នឹងគេធ្វើយូរហើយតាំងពី2000ឆ្នាំ2014 2015មកម្លេះយើងអត់ដឹងថាមកដល់ឥឡូវនយោបាយក៏ដូចជានិន្នាការនៃការផ្សព្វផ្សាយរបស់គេហ្នឹងគេផ្សព្វគេបដូរទៅបែបម៉េចទៀតហើយគឺយើងអត់ដឹងទេពួកខ្ញុំខានទៅយូរដែរហើយបាទប៉ុន្តែខ្ញុំគិតថានៅតែមានប្រសិទ្ធភាពបាទយើងបើសិនជានេះបើសិនចង់និយាយថាបើយើងរក្សាការផ្សព្វផ្សាយតាមរយៈ CNN ហ្នឹងក៏ទុកដដែលទៅគាត់ថាយើងពង្រីកទៅលើការផ្សព្វផ្សាយតាមរយៈ influencer បរទេសបាទយើងឬមួយក៏យើង
ការផ្សព្វផ្សាយតាម CNN តែម្ដងក៏បានដែរអានេះជាគំនិតរបស់ខ្ញុំហើយយើងយកកញ្ចប់ថវិកាហ្នឹងមកធ្វើការជាមួយនឹង influencer បរទេសឬមួយក៏ស្ថាប័នសារព័ត៌មានបរទេសវិញតែពិត CNN សារស្ថាប័នសារព័ត៌មានបរទេសហើយប៉ុន្តែខ្ញុំចង់សម្ដៅទៅលើចេះ CNN យើងធ្វើ sport ពាណិជ្ជកម្មទៅដាក់ឲ្យគេផ្សព្វផ្សាយឲ្យប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះគឺថាយើងហៅអ្នកសារព័ត៌មានឬមកក៏ស្ថាប័នសារព័ត៌មានបរទេសមកវិញឲ្យគាត់ចូលមកក្នុងយើងហើយគាត់ផ្សព្វផ្សាយតាមអ្វីដែលយើងកាយគាត់ដែលយើងចង់គាត់ផ្សាយពីអីជាមុំអីចឹងប៉ុន្តែតាមគំនិតតាមអ្វីដែលគាត់មើលឃើញទៅវិញទៅអញ្ចឹងណាបាទយើងផ្លាស់ប្ដូរអញ្ចឹងវិញអាហ្នឹងសារព័ត៌មានដល់ពេលinfluencer បរទេសគឺចឹងដូចគ្នាឲ្យគាត់ចូលមកគាត់ឃើញផ្សាយហ្នឹងទៅឲ្យតែល្អពីយើងប៉ុន្តែបើយើងព្រឹត្តិការណ៍គាត់ជាផ្សាយពីព្រឹត្តិការណ៍ហើយព្រឹត្តិការណ៍មួយវាមាន angle ច្រើនអញ្ចឹងមនុស្សម្នាក់អ្នកសារព័ត៌មានម្នាក់ខ្ញុំនិយាយរកតែផ្្លាត់មាត់មិនអីបងប្អូនយើងទៅឥឡូវដូចមិនទេឥឡូវអ្នកសារព័ត៌មានម្នាក់ influencer ម្នាក់គឺគាត់មានគំនិតក្នុងការចាប់មុំចាប់ angle ខុសគ្នាបាទអញ្ចឹងហៅពួកគាត់មកខ្ញុំគិតថាកញ្ចប់30,000ផ្សាយនៅ CNN ហ្នឹងយើងបដូរបង្វែរហ្នឹងមកធ្វើនៅជាមួយ influencer បរទេសទៅអាចត្រូវអាចគ្រប់ហើយបើខ្វះតិចតួចខ្ញុំគិតថាมันខ្វះទេអ្នកចង់ចូលរួមតែប៉ុន្តែក្នុងស្រុកយើងមានអ្នកមានលុយច្រើនឥឡូវដូចថាអ្នកអង្គការចុះឥឡូវយើងមានសមាគមអង្គការមានអង្គការមានអ្នកអង្គការខ្ញុំគិតថាអ្នកអង្គការជាច្រើនដែលគាត់ចង់ចូលរួមនិយាយថាកិច្ចការដើម្បីជួយជាតិជួយមាតុភូមិរបស់គាត់ណាខ្ញុំគិតថាមានគាត់ថាពេលខ្លះយើងអត់ទាន់បានធ្វើការទៅដល់ពួកគាត់មិនខ្ញុំដឹងដូចតែinfluencer អញ្ចឹងកាលពីមុនកិច្ចការរដ្ឋទៅ influencer គាត់ធ្វើតការងារគាត់អញ្ចឹងទៅយកបោះដៃរកគ្នាតែទៅពេលបោះដៃរកគ្នាទៅឃើញចុងក្រោយនេះឃើញថាមានភាពល្អប្រសើរច្រើនដែរបាទឃើញថាពួកគាត់សប្បាយចិត្តណាបើទោះខ្ញុំមិនមែនជាបុគ្គលល្បីទេប៉ុន្តែឲ្យតែមានកិច្ចការមានសកម្មភាពពាក់ព័ន្ធនឹងជាតិខ្ញុំអត់សូវស្ទាក់ស្ទើរទេដូចកាលតែពីទៅស្នាមញញឹមអង្គរលើកទី2អញ្ចឹងខ្ញុំអត់មានបានថវិកាមករៀលទេខ្ញុំអត់មានទៅដើម្បីទៅបេះដូងតែមកទៅបេះដូងមកបើទោះជាសម្លេងរបស់ខ្ញុំនៅតូចនៅតិចក៏ដោយប៉ុន្តែជាបេះដូងខ្ញុំចង់ចូលរួមយ៉ាងហោចណាស់ប្រសើរជាងយើងមិនបានធ្វើអីខ្លះអញ្ចឹងណាបាទអញ្ចឹងដូចគ្នាខ្ញុំគិតថាអង្គការខ្លះអ្នកអង្គការខ្លះក៏គាត់មានចិត្តចង់ចូលរួមដែរគាត់ថាគាត់មិនដឹងថាចូលរួមដោយរបៀបម៉េចតាមវិធីណាអញ្ចឹងបើសិនជាយើងបង្កើតនយោបាយមួយឬមកក៏គម្រោងមួយទៅហើយហៅគាត់ទៅចូលរួមខ្ញុំគិតថាអាចទៅរួចអង្គការអ្នកអង្គការយើងច្រើនឡើងប្រហែល 1000 អ្នកជាងនោះគាត់វិធីទានមានបន្តិចទៅខ្ញុំគិតថាបានហើយឬមួយគាត់ថាមូលនិធិមួយទៀតជាមួយនឹងប្រជាប្រដ្ឋក៏បានដែរអញ្ចឹងជាមតិយោបល់របស់ខ្ញុំគិតថាធ្វើបែបនេះអាចនឹងដូចថាអ្វីដែលយើងធ្លាប់មានហើយយើងនឹងមានកាន់បន្ថែមទៀតអញ្ចឹងណាមានន័យថាពង្រីកការផ្សព្វផ្សាយរបស់យើងបាទអញ្ចឹងត្រឡប់វិញខ្ញុំមាន2ចំណុចធំហ្នឹងទី1យើងបង្កើតព្រឹត្តិការណ៍ច្រើនព្រឹត្តិការណ៍ដែលមានហើយរក្សាហើយយើងព្យាយាមបង្កើតព្រឹត្តិការណ៍ថ្មីបន្ថែមទៀតទាំងព្រឹត្តិការណ៍វប្បធម៌ព្រឹត្តិការណ៍មិនមែនវប្បធម៌ក៏ដោយដូច Game Boy 3000 បាទ Game Boy 3000គឺអស្ចារ្យមែនទែនបាទជាគំនិតទស្សនៈរបស់ខ្ញុំណាមិនមែនជារឿងងាយមិនមែនជារឿងធម្មតាទេដែលមហាសេដ្ឋីលើពិភពលោកមកកាន់ប្រទេសយើងនោះបាទហើយគាត់មិនមែនទៅដល់គាត់មិនមែនបិទមាត់ទេគាត់ទៅដល់គាត់នឹងនិយាយហើយបើសិនគាត់ឃើញចំណុចល្អគាត់ជានិយាយចំណុចល្អហើយពួកគាត់
có miền ất pol tiệt chiếm nội miền ất pol chẳng hay có miền fan và còn miền nhẹ tam đàn và còn đây chẳng bật hai bật ca tôi cái đấy thông cái đấy tiền bọc thoa nâng mình bọc thoa bọc to tiệt và đầm bầy chu nó chu đầm bầy ấy xa for miền rồi mới có influencer trong sọc bây giờ quạt miền ấy đã sọc xài bàn chẳng nè và anh đang cứ dần thì ba chân trong miền phần năng bóng phôn hay bóng phôn ai cho room chỉ một tại bò ở địa bàn tiết của năng chỉ thì nó bọt bài chấm ho cầm nứt mà nè vì mình group chung chui tê bà sân là miền tràn cá na cá lò cá năng và dần trong miền phần năng bóng phôn ở con hay công tác cam nhầm gì họ tập plot mod lấy đăng mấy cái đâu đi dụ chờn tới nên mình chơi họ tập plot mod